wow ស្អាតមែនតើតដាងស្លាប់មើលទៅដូចឥន្ទ្រីហៅមែនតើណាបងប្អូននេះតើសារអ្នកធ្វើហ្មងប្រសពកែច្នៃមែនតើមីអំបៅនេះវាមានឡាបដែរតែយើងកែច្នៃឲ្យវាបានដូចចឹងណាបាទវាហៅបានដូចគ្នាវ៉ាវស្អាតតើបងប្អូនហើយមិនសរសើរមិនបានទេណាបងប្អូនមើលនេះដូចមែនតើហើយមិនត្រឹមតែយើងធ្វើធម្មតាទេគឺឲ្យហោះហើរតែម្ដងខែនេះយើងខែខ្យល់ទៅសៀកអញ្ចេះទៀតទុកតែនៅមុខវាលចេះខ្យល់មកទៅសៀកហើឯងពេញព្រៃឡើងនឹងបងប្អូនជំរាបសួរបងប្អូនអរគ្នាគណៈពេលនេះខ្ញុំបាទសុធិរិទ្ធកំពុងតែមានវត្តមាននៅនឹងក្បែរគេហដ្ឋានរបស់បងប្រភ័ណ្ឌពេលកន្លងទៅខ្ញុំបានមកលេងគាត់ម្ដងនិយាយថាពីគាត់ធ្វើទាហោះទាហើស្អាតមែនតែនទាហោះទាហើនឹងទទួលបានប្រជាប្រិយភាពខ្លាំងបងប្អូនណាបើសិនជាគិត view នៅក្នុង Facebook វិញរាប់លានឯណោះចូលបាក់ 5-6 លាន view ឯណោះបងប្អូនថ្ងៃនេះខ្ញុំមកម្ដងទៀតដើម្បីមកមើលថាតើបងប្រភ័ណ្ឌគាត់មានការច្នៃប្រឌិតអីថ្មីបន្ថែមទៀតអត់បងប្អូនតើមានប្រភេទសត្វក៏ដូចជារបស់របរដែលគាត់កែច្នៃហ្នឹងបានល្អកម្រិតណាបានតាក់ទាញកម្រិតណាបងប្អូនទៅតាមដានជាមួយខ្ញុំបន្តបងប្អូនមករនេរណោងពេញនឹងតែម្ដងបងប្អូនស្អាតមែនតើនេះមានទាហោះទាហើដូចលើកមុននេះណាបងប្អូននេះចូលលក្ខណៈលលោកតែម្ដងនេះលលោកកំពុងតែហើវ៉ាវស្អាតមែនតើបងប្អូនហើយមិនមែនមួយនេះទេណាបងប្អូនណានេះមួយនេះទៀតអូយច្រើនមែនតើបងប្អូននេះរនេរណោងពេញនឹងតែម្ដងវ៉ាវស្អាតណាស់ហើយពណ៌នេះដូចជាមានពណ៌ចម្រុះតែម្ដងណាបងប្អូនខាងនោះដូចជាពណ៌ផ្សេងបន្តិចខាងនេះពណ៌ស្តៀងគ្នា3-4បងប្អូននេះប្រសពកែច្នៃមែនតើណាបងប្អូនបែកគ្នាតែប្រមាណខែសោះឥឡូវបងប្រុសច្នៃសัตว์បានច្រើនប្រភេទផ្សេងទៀតហើយបងប្អូនចុះនេះសัตว์អីគេចំខ្មៅឃ្លីកចេះអានេះដូចជាតិចកម្មបន្តិចទេនេះបងប្អូននេះអានេះដូចជាតិចកម្មតើយ៉ាច្នៃបានតិចកម្មហើទៀតបងប្អូនមិនធម្មតាឯណាបងប្អូននេះខ្មៅឃ្លីកពណ៌ស្អាតមែនទែនឡើងរលើបរលោងតែម្ដងបងប្អូននេះតិចកម្មកំពុងតែហោះហើរហើយចុះនេះស្អីគេពណ៌សស្គូសនេះដូចជាមិនទាន់បាញ់ថ្នាំទេបងប្អូននេះដូចជាលោកដែរណាហើយក៏សេកនេះដូចជាសេកទេមើលទៅដូចសេកទេនេះតន់ដឹងច្បាស់ថាតើជាសត្វអីទេនៅខាងឆ្វេងដៃខ្ញុំមួយនេះបងប្អូនតន់បាញ់ថ្នាំដែរបងប្អូននេះនេះប្រហែលជាសត្វអីណោះតាមខ្ញុំទាយមើលប្រហែលជាសត្វឥន្ទ្រីបងប្អូនតដល់ពេលយើងបាញ់ថ្នាំហើយតើស្អាតប៉ុណ្ណាប៉ុន្តែបងប្អូនមើលខាងនេះវិញនេះបាញ់ថ្នាំហើយស្អាតចេះតែម្ដងមានទាំងក្លាប់ឡើងខ្មៅឃ្លីកខ្លួនឡើងខ្មៅឃ្លីកហើយនេះក៏ញ៉ាំជើងឯពណ៌លឿងល្អកតុយសស្គូសបងប្អូនខ្ញុំទាញមិនឲ្យខុសទេនេះគឺជាសត្វឥន្ទ្រីបងប្អូនដែលបាញ់ថ្នាំរួចហើយបងប្អូនមើលនេះវ៉ាវស្អាតមែនតើតដាងស្លាប់មើលទៅដូចឥន្ទ្រីហៅមែនតើណាបងប្អូននេះតើសារអ្នកធ្វើហ្មងប្រសពកែច្នៃមែនតើវ៉ាវលើកមុនធ្វើទាហោះទាហើតាក់ទាញបងប្អូនយើងក្នុងបណ្ដាញសង្គមច្រើនមែនតើហើយស្អាតមែនតើហើយនៅខាងមុខខ្ញុំនេះក៏ស្អាតសុទ្ធតែស្អាតទាំងអស់ប៉ុន្តែខ្ញុំចង់ដឹងថាតើអ្នកកែច្នៃមានគំនិតបែបណាអ្នក design មានគំនិតបែបណាយើងទៅជួបជាមួយក្មួយប្រុសទាំងអស់គ្នាបងប្អូនក្មួយជំរាបសួរបាទជំរាបសួរបាទយើងជួបគ្នាម្ដងទៀតណាបាទកាលលើកមុនយើងជួបគ្នាម្ដងជាមួយនឹងទាហោះទាហើបងប្អូនយើងគាំទ្រមែនតើហើយទៅសារក្មួយមែនតើក្មួយអាចណែនាំឈ្មោះជូនបងប្អូនយើងបន្ថែមបន្តិចឈ្មោះភ័ណ្ឌគីនិនហើយខ្ញុំរស់នៅភូមិតងតឡាចស្រុកទេសសន្ធរខេត្តកំពង់ចាមទឹកដីនៃខេត្តកំពង់ចាមដែលមានយុវជនសក្តានុពលរបស់យើងនេះដែលប្រសពកែច្នៃមែនតើណាបងប្អូននេះសត្វអីហោះទៅនេះគេហៅសត្វជាកម្មពូតិចកម្មកែងពោខ្មៅហ៎បាទដោយសារភ្ញៀវគាត់កំងពណ៌ហ្នឹងទៅខ្ញុំបាញ់អញ្ចឹងអូហើយនេះធ្វើប្រហែលថ្ងៃទៅក្មួយនេះធ្វើមួយថ្ងៃពូហើយមើលស្អាតមែនតើនេះថ្ងៃនេះទៅបាញ់ថ្នាំមិញណាបាទប៉ុន្តែមិនត្រឹមតែតិចកម្មប៉ុណ្្នឹងឯណាបងប្អូននេះស្អីគេទៅក្មួយនេះគេហៅសត្វមីអំបៅពូហើយនេះគំនិតកែច្នៃថ្មីមែនបាទគំនិតកែច្នៃថ្មីវ៉ាវស្អាតតើបងប្អូនហើយមិនសរសើរមិនបានទេណាអ្វីដែលពិសេសដូចបងប្អូនបានដឹងអញ្ចឹងថានៅគេហដ្ឋានឬក៏នៅកន្លែងបងប្រុសភ័ណ្ឌគឺគាត់កែច្នៃយកផលិតផលពីនេះធាងដូងអីជាដើមហ្នឹងអានេះអីគេតើនេះច្នៃពីអីនេះគេហៅឈើពូមិនមែនឈើអានេះយកឈើមកទេណាអានេះឈើដែរប៉ុន្តែអានេះយើងយកពីកាដូងមកទេបាទអញ្ចឹងមានន័យថានៅកន្លែងគាត់គឺកែច្នៃរបស់របរចេញពីដូងកែច្នៃរបស់របរចេញពីឫស្សីឬក៏ឈើដែលគេប្រើលេងកើតអញ្ចឹងគាត់យកមកកែច្នៃអានេះវាហើបានប្រហែលគីឡូហើយហើបាន10គីឡូហើយសរសើរក្មួយប្រុសណាប្រសពកែច្នៃអានេះកែច្នៃខ្លួនឯងគិតឃើញយ៉ាងម៉េចបានកែច្នៃអានេះដំបូងយើងកែច្នៃទាហោះទាហើឥឡូវកែច្នៃមកដល់នេះដោយសារទី1យើងគិតថាសត្វទាហោះវាមានឡាបហើយខ្ញុំមើលសត្វមេអំបៅនេះវាមានឡាបដែរតែយើងកែច្នៃឲ្យវាបានដូចចឹងណាវាហៅបានដូចគ្នាបាទអញ្ចឹងដេកគិតឃើញហ្មងបាទអូសម័យឃើញតែម្ដងណោះអូយគូក្បាលល្អនេះនេះដូចជាអាយុប៉ុន្មាន8 10កាលយើងជួបគ្នាលើកមុនណាឥឡូវឡើង9 10នៅឡើងឆ្នាំថ្មីឡើង9 10ហើយធ្វើនេះធ្វើឲ្យបងប្អូនយើងឬក៏ធ្វើទុកតែម្ដងឬក៏យ៉ាងម៉េចធ្វើទុកធ្វើជាពុំពូដោយសារខ្ញុំឆ្នៃបានមួយនឹងទេបាទតែចេញទេអាហ្នឹងទៅតែឆ្នៃបានមួយនឹងទេបាទអូពិសេសមែនតើអញ្ចឹងខ្ញុំមកនេះបានតែចាក់ភ្នែកបានមើលវាណាយកតែផ្កាដូងឯងបងប្អូននេះអានេះយកមកធ្វើអីអាហ្នឹងគេហៅប្រម៉ោយវាមែនទេហើយអានេះជើងវាហើយយកតែឈើចាស់ឈើដែលគេបោះបង់ចោលឬក៏គេ
អត់ប្រើប្រាស់អីយកមកកែច្នៃធ្វើជាស្លាបមិនធម្មតាហើយខ្លួននេះក៏ធ្វើជាឈើដែរបងប្អូនមើលនេះដូចមែនទែនហើយមិនត្រឹមតែយើងធ្វើធម្មតាទេគឺឲ្យហោះហើរតែម្ដងខែនេះយើងខែខ្យល់ទៅសៀកអញ្ចេះទៀតទុកតែនៅមុខវាលចេះខ្យល់មកទៅសៀកហើរឯងពេញព្រៃឡើងហ្នឹងបងប្អូនយើងមានតិចកម្មយើងមានមេអំបៅចោះនៅក្បែរដៃនេះស្អីគេទៅ នេះគេហៅកុកហោះពូពួកឯងនិយាយមិញសេកទេ សេកទេ បាទសេក អូនិយាយខុសបាត់ហើយបងប្អូនអធិស្ឋានផងបងប្អូនខ្លះថាខ្ញុំចេះតែនិយាយអត់ស្គាល់តែធៀបពិតយើងមើលទៅវាមួយផ្លេតយើងរៀងប្រហែលអញ្ចឹងណាតែនេះកុកណោះអូអញ្ចឹងមានន័យថាមានទាំងកុកមានទាំងសេកនេះកុកនេះទាណោះហើយនៅខាងនោះគឺសេកហើយទាហើយកុកមិនពណ៌រៀងស្រៀងគ្នាអញ្ចឹង យើងបាញ់ជាមួយគ្នាទៅវាប្រើពេលយើងលឿន អត់ច្រឡំគ្នាទេ អត់ច្រឡំទេ ហើយចុះឥឡូវទាហើយកុកខុសគ្នាមិន ទាឯងកុកខុសគ្នាត្រង់ជាពុំ ពេលដែលយើងបាយគ្នានេះក្មួយឆ្នៃបានច្រើនណាស់មែនទេ បាទ បានអីខ្លះមើលឥឡូវនិយាយអស់មើល បានដូចជាសេកកុកនិងអន្ត្រីកតុំរុយ អូមានកតុំរុយទៀត បាទហើយនឹងជាកម្ម ណាកតុំរុយនៅណា កតុំរុយលក់បាត់ទៅ មកអត់តាន់ណា បាទ មួយទៀតដែលខ្ញុំចង់រំលេចប្រាប់បងប្អូនហើយចុងក្រោយគឺស្អាតមែនតើបងប្អូននោះគឺជាសត្វ អន្ត្រីបងប្អូននេះស្អាតមែនតើបងប្អូនពណ៌ខ្មៅក្រឹបតែម្ដងហើយក្បាលរបស់វាបងប្អូនមើល ខ្ញុំមានកំណត់ថាតិចទៀតហ្នឹងខ្ញុំអាចឆ្នៃដាក់កូនត្រីនៅជាប់កញ្ញាំវានេះវាចាប់ត្រី អញ្ចឹងហ៎ បាទ ជើងវាអត់ធ្វើចលនាដែរណោះ បាទវាប្រុងប្រៀបនឹងចាប់ត្រី អានេះវាសំកាំងរៀបចាប់មកណានេះវាហៅមកវ៉ោ មួយនេះវារៀបចំឡើងហោះ អញ្ចឹងហ៎ បាទជើងវាត្រង់ វាខុសគ្នាត្រង់ណាអានេះគឺបានន័យថាជើងវាទៅក្រោយមែនទេ បាទ ដល់ពេលអានេះជើងវាសំកាំងរចុះហ្មងណាអានេះជើងវាឡើងវ៉ោអូអញ្ចឹងពីរហ្នឹងបើយើងអត់សង្កេតយើងអត់ដឹងទេណាបងប្អូននេះ បាទតោះតែយើងសង្កេតបើយើងដឹងថាអានេះជើងវាមកអញ្ចេះអានេះជើងវាមកអញ្ចេះចុះអានេះមិនពណ៌ស ដោយសារយើងអត់ទាន់បាញ់ពណ៌ហើយ អន្ត្រីនេះវាមិនខុសគ្នាអីទេគ្រាន់តែថាមួយយើងបាញ់ពណ៌ហើយមួយយើងអត់ទាន់បាញ់ពណ៌ទេបងប្អូនមើលនេះទោះបីជាមិនទាន់បាញ់ពណ៌ក៏មើលទៅស្អាតដែរបងប្អូនត្រូវខ្យល់នេះបើយើងដាក់ដៃអញ្ចេះនេះយើងធ្វើអញ្ចេះបងប្អូនអូយមើលទៅស្អាតមែនតើណាបងប្អូនអានេះបើយើងបញ្យួរនៅ resort របស់យើងឬបញ្យួរនៅក្នុងភោជនីយដ្ឋានឬបញ្យួរនៅកន្លែងណាមួយដែលមានខ្យល់តិចៗឬបញ្យួរនៅកន្លែងណាមួយដែលជាទីស្រឡះអីខ្ញុំជឿថាស្អាតមែនតើបងប្អូនតាក់ទាញមែនតើតែម្ដងមកដល់សប្តាហ៍ថ្ងៃនេះមានបងប្អូនយើងគាត់កំងនៅអន្ត្រី គាត់គ្រប់ត្រូលច្រើនវិស័យនេះខ្ញុំទៅចេញតែបងប្អូនខ្មែរយើងពូមិញអ៊ំហ្នឹងគាត់ស្រឡាញ់ចូលចិត្តគាត់ជួយកំងមកគូឬក៏មួយអញ្ចឹងណាពូ អានេះមួយប្រហែលទៅ នេះមួយ 50000 ចុះបើគាត់កំងចង់បានអន្ត្រីពណ៌ក្រហមអីបានទេ ខ្ញុំអាចបាញ់ឲ្យគាត់បាន បើសិនជាបងប្អូនស្រឡាញ់មួយណាបងប្អូនខមមិនចូលនៅក្នុងវីដេអូនេះទៅបងប្អូនហើយជាចុងក្រោយមួយមានពាក្យអីជូនបងប្អូនយើងបាទសូមអញ្ជើញ អរគុណបងប្អូនដែលស្រឡាញ់គ្រប់ត្រូលខ្ញុំហើយជួយលើកទឹកចិត្តរកកម្លាំងចិត្តឲ្យខិតខំប្រឹងប្រែងឆ្នៃបន្តឲ្យបងប្អូនបានឃើញអញ្ចឹងណា មានលេខទូរស័ព្ទអីប្រកាសជូនបងប្អូនយើង លេខទូរស័ព្ទខ្ញុំ096 527 4444ហ្នឹងលេខ Telegram មកពូ អរគុណច្រើនគួយណាជំរាបលា បាទមានពូ